ខ្ញុំឈ្មោះលិនយួនមុនបញ្ចប់សាកលវិទ្យាល័យខ្ញុំបានឡើងក្នុង Forbes តើអ្នកណានឹកស្មានថាជីវិតមុនរបស់ខ្ញុំបានសរសេរ code រាល់ថ្ងៃរយប់អស់10ឆ្នាំចុងក្រោយបានស្លាប់ឯកាក្នុងបន្ទប់ជួលការជាថ្មីហើយឡើង Forbes មិនមែនដោយសារខ្ញុំដឹងអនាគតទេប៉ុន្តែដោយសារខ្ញុំបាននាំការយល់ដឹង43ឆ្នាំត្រឡប់មកថ្ងៃទី15ខែកក្កដាឆ្នាំ2029ខ្ញុំបានស្លាប់នៅក្នុងបន្ទប់ជួលដែលថ្លៃ400ក្នុងមួយខែអេក្រង់គឺ code និងការសោកស្ដាយធំបំផុតក្នុងជីវិតខ្ញុំបានការជាថ្មីត្រឡប់មកថ្ងៃប្រកាសពិន្ទុប្រឡងចុងមហាវិទ្យាល័យឆ្នាំ2009អូលេនយួនអ្នកបានតែ320ពិន្ទុទេ320ពិន្ទុអាចចូលសាលាអ្វីបានខ្ញុំចង់ចាំបានហើយជីវិតមុនគឺដោយសារតែយ៉ាវខេមកគ្រប់រឿងខ្ញុំស្ទើរតែវាគ្នាជាមួយគេចុងក្រោយខ្លាចជារឿងកំ pl ែងរបស់ថ្នាក់ទាំងមូលប៉ុន្តែឥឡូវនេះរាងកាយអាយុ18ឆ្នាំរបស់ខ្ញុំរលឹងអាយុ43ឆ្នាំពេលស្ដាប់ពាក្យទាំងនេះម្ដងទៀតមានតែអារម្មណ៍ថាវាក្មេងខ្លាំងនិយាយចប់ហើយឬអ្វីអ្នកពិតជាអាចយកពិន្ទុប្រឡងធ្វើជាស្នាដៃបានប៉ុន្តែក្នុងភ្នែកអ្នកកំណត់ច្បាប់ពិតប្រាកដអ្នកនឹងខ្ញុំគ្មានអ្វីគួរឲ្យចាប់អារម្មណ៍ទេទទួលស្គាល់ថាប្រឡងមិនល្អវាពិបាកណាស់ឬកុំធ្វើជាអាកំបាំងនៅទីនោះមិនជាប់គឺមិនជាប់មែនហើយអ្នកបានជាប់អ្នកគិតថាចូលសាលាល្អហើយខ្លាចជាមនុស្សអស្ចារ្យហើយនឹងរុងរឿងនៅថ្ងៃក្រោយអ្នកគិតថាក្រុមហ៊ុនធំនឹងប្រជែងគ្នាយកអ្នកចំណុចចាប់ដើមរបស់អ្នកខ្ពស់ជាងខ្ញុំច្រើនមែនទេមិនមែនឬអ្នកនៅក្មេងគិតបែបនេះគឺធម្មតាអ្នកពិតជាមានជំរឿច្រើនជាងប៉ុន្តែជាមូលដ្ឋានយើងនៅតែស្ថិតក្នុងថ្នាក់ដូចគ្នាព្រោះយើងទាំងពីរជាមនុស្សដែលប្រឡងចូលសាកលវិទ្យាល័យដូច្នេះគ្មានភាពខុសគ្នាទេមានអារម្មណ៍ថាប្រែជាមនុស្សផ្សេងទាំងស្រុងអូអ្នកទស្សនវិជ្ជាធំដែលបាន320ពិន្ទុមុននេះនៅក្នុងថ្នាក់បានវាតបយ៉ាវខេរហូតគេភ្ញាក់ផ្អើលល្អណាស់អ្នកគិតថាខ្ញុំកំពុងវិទេលមិនមែនឬអ្វីដែលថាអ្នកនិងខ្ញុំគ្មានភាពខុសគ្នាអ្វីដែលថាយើងជាអ្នកប្រឡងទាំងអស់ពាក្យនេះស្ដាប់ទៅអាចកំបាំងណាស់ខ្ញុំស្ទើរគិតថាអ្នកកំពុងអានសៀវភៅទស្សនវិជ្ជាមកផឹកមួយមាត់ឈៀវប្រឡងចប់ហើយគិតឲ្យស្រួលវងលេនខ្ញុំសួរអ្នកមួយសំណួរនិយាយមកអ្នកដឹងអំពីការប្រឡងរួមហុងខុងម៉ៃខលថេវ៉ាន់ទេប្រឡងអ្វីការប្រឡងជ្រើសរើសចូលរួមសម្រាប់ជនជាតិក្រៅប្រទេសហុងកុងម៉ៃខលថេវ៉ាន់បន្ទាប់ចប់របស់អ្នកប្រឡងហុងខុងម៉ៃខលថេវ៉ាន់ទៀតជាងក្នុងស្រុកជាង100តែមានការប្រឡងដាច់ដោយឡែកសម្រាប់និស្សិតបរទេសតែងាយស្រួលជាងអាចចូលសាកលវិទ្យាល័យ985ក្នុងស្រុកដោយមានវិធីបែបនេះផងអ្នកគិតថាមានតែការប្រកួតមនុស្សខ្លះមិនចាំបាច់ប្រកួតផងខ្ញុំសួរអ្នកម្ដងទៀតអ្នកដឹងទេថាសាលា985ខ្លះមានថ្លៃជ្រើសសាលាវាមិនមែនមានតែនឹមខ្ញុំសិក្សាទេសាកលវិទ្យាល័យក៏មានភាពខុសគ្នាគឺថ្លៃជ្រើសសាលានឹមខ្ញុំសិក្សាអ្នកធ្លាប់ឬប៉ុន្តែថ្លៃជ្រើសសាលានៅសាកលវិទ្យាល័យលឺផងព្រោះព័ត៌មានប្រភេទនោះមិនដែលទៅដល់កម្រិតដូចអ្នកនឹងខ្ញុំទេបងតើបងដឹងពីណាមកយ៉ាវខេគិតថាពិន្ទុ405របស់ខ្លួនធ្វើឲ្យខ្លួនខ្ពស់ជាងអ្នកដទៃតែគេមិនដឹងថា405ពិន្ទុនិង320ពិន្ទុក្នុងភ្នែកអ្នកដែលគ្រប់គ្រងព័ត៌មានពិតប្រាកដគ្មានភាពខុសគ្នាអវាសនាត្រូវកំណត់ដោយក្រដាសប្រឡងមួយអ្នកគឺជាមនុស្សនៅបាតសង្គមបងថ្ងៃនេះបងដូចជាប្រែជាមនុស្សផ្សេងអាកាសធាតុក្តៅពេកខួរក្បាលត្រូវថ្ងៃរហូតភ្ញាក់ដឹងខ្លួនអ្នកនៅដឹងថាត្រូវត្រឡប់មកវិញទេលើកជង្គង់ចុះលោកលេនស្ងប់ស្ងាត់សិន320ពិន្ទុអ្នកខ្ញុំស្ងប់យ៉ាងម៉េចបានកូនបានពិបាកចិត្តគ្រប់គ្រាន់ហើយអ្នកកុំទៅបន្ថែមសម្ពាធគាត់ទៀតពិបាកចិត្តបើពិតជាពិបាកចិត្តមែនតើប្រឡងចូលមហាវិទ្យាល័យអាចបានបែបនេះទេម៉ែអាចជួបអ្នកម្ដងទៀតញ៉ាំបាយសិនមានរឿងអ្វីចាំនិយាយក្រោយញ៉ាំបាយថ្ងៃស្អែកទៅសាលាចុះឈ្មោះរៀនម្ដងទៀតខ្ញុំមិនរៀនម្ដងទៀតទេអ្នកនិយាយអ្វីប៉ាខ្ញុំមិនរៀនម្ដងទៀតទេពេលវេលាមិនសមនឹងចំណាយកូននេះនិយាយអ្វីមិនសមហេតុផលមិនរៀនម្ដងទៀតតើឯងទៅធ្វើអ្វីឯងជាសិស្សបញ្ចប់វិទ្យាល័យអាចធ្វើអ្វីបានស្ដាប់មើលពាក្យដែលឯងនិយាយមិនរៀនម្ដងទៀតជីវិតនេះឯងចប់ហើយប្អូនស្រីនឹងរៀបការជាមួយបុរសដែលធ្វើបាបនាងហើយត្រូវវាសម្លាប់តែខ្ញុំសម្បីតែសមត្ថភាពការពារនាងក៏គ្មានជីវិតនេះខ្ញុំត្រូវផ្លាស់ប្ដូរជោគវាសនារបស់នាងត្រូវផ្លាស់ប្ដូរជោគវាសនាគ្រួសារទាំងមូលប៉ាសម័យបានផ្លាស់ប្ដូរហើយផ្លាស់ប្ដូរអ្វីគ្មានការសិក្សាតើឯងធ្វើអ្វីបានធ្វើការនៅការដ្ឋានខ្ញុំមានផ្លូវផ្សេងខ្ញុំនឹងរស់នៅល្អជាងមនុស្សទាំងអស់ខ្ញុំមិនត្រឹមតែចង់ផ្លាស់ប្ដូរជោគវាសនាខ្លួនឯងខ្ញុំក៏ចង់ផ្លាស់ប្ដូរជោគវាសនាគ្រួសារនេះឯងប្រឆាំងមិនហើយឯងគិតថាឯងជានរណាប្រញាប់សុំទោសប៉ារបស់ឯងប្រាប់ថាឯងនឹងរៀនម្ដងទៀតចង្កឹះយាយយួនជីវិតនេះបងមិនឲ្យឯងរងទុក្ខទៀតឡើយប៉ាម៉ែអ្នកទាំងពីរនឹងមានជីវិតល្អខ្ញុំសន្យានេះជាអ្វីដែលខ្ញុំសរសេរព្រលឹងអាយុ43ឆ្នាំឃើញហត្ថលេខាបែបភាសាកុមាររបស់ខ្លួននៅអាយុ18ឆ្នាំអារម្មណ៍ខ្មាស់បែបនេះពិបាកចិត្តជាងពេលត្រូវអ្នកវិនិយោគបដិសេធមុខមនុស្សទាំងអស់លឿនសត្វនេះទម្លាក់អ្នកក៏ចូលកាន់នេះលឿនយើងពីរអ្នកបង្កើតក្រុមលេងដឹងជន់មានអ្វីប្រឡងធ្លាក់ហើយសូម្បីហ្គេមក៏មិនចង់លេងវងលេនអ្នកគិតថាត្រូវធ្វើម៉េចទៅរកលុយបានរកលុយទៅធ្វើការមែនតើរែងទៅជួយខ្ញុំចែកសន្លឹកផ្សព្វផ្សាយមួយថ្ងៃ30ពេកស្វែងទៅកើតនៅឆ្នាំនេះមួយគ្រឿងមិនទាន់ដល់$1,000ទិញក៏មិនមានទីផ្សារជួញដូរលេងភាគហ៊ុនជីវិតមុនខ្ញុំសរសេរកូដល្អជាងអ្នកណាទាំងអស់តារាងខ្លាញ់ពូក៏មិនយល់ឆ្នោតបាល់ទាត់ក៏មិនបាច់គិតខ្ញុំសូម្បីតែមិនចាំថា World Cup ឆ្នាំណាទេវតាឲ្យខ្ញុំកើតឡើងវិញតែមិនបានផ្ដល់ system ពិសេសឲ្យខ្ញុំចង់ពឹងការដឹងអនាគតរកលុយលឿនផ្លូវនេះមិនអាចទៅរួចបងមិនមែនក្រុមមិនរៀនម្ដងទៀតពិតមែនទេអញ្ចឹងបងចង់ធ្វើអ្វីខ្ញុំជាអ្នកសរសេរកម្មវិធីកម្រិតកំពូលបទពិសោធន៍អភិវឌ្ឍ15ឆ្នាំ Architecture Algorithm Performance Optimization
រឿងទាំងនេះបានចារនៅក្នុងឆ្អឹងកើតឡើងវិញក៏មិនអាចយកចេញបានផ្លូវរកលុយមិនមែននៅទីនេះទេបងឯងទីញអ្វីទៅ Tancher បន្ថែម Oliver រួចរាល់បានហើយឯងធ្វើទៅថ្លៃអ៊ីនធឺណិត2.5ក្នុង1ម៉ោងបើបើកម៉ាស៊ីនហើយមិនលេងគឺខ្ជះខ្ជាយណាស់ហ្គេមឆ្នាំ2009ការ encrypt memory ស្ទើរតែ0ចំណុចឈាមគោអដនេវីប្រហាមកលោតទេកាលពីមុនខ្ញុំប្រើអត់ដើម្បីយល់បើកតាវិជា Snow ទោះបិទភ្នែកក៏អាចស្ទាបរកឃើញផឹកថ្នាំមួយមាត់ហើយស្វែងរកតម្លៃថ្មីម្ដងទៀតចាក់សោតប្រព័ន្ធឈាមរួចរាល់ Push Move Call បើកស្រទាប់ម្ដងមួយអារម្មណ៍នេះសប្បាយជាងសរសេរផែនការស្ថាបត្យកម្មការជីវិតមុនច្រើនសម័យនោះសុទ្ធតែជា framework ដែលបានបិទជិតរួចមិនដូចពេលនេះទេរាល់ instruction មួយដូចជាសញ្ញាលើផែនទីរកទ្រព្យសម្បត្តិបងអ្វីដែលខ្មៅនេះជាអ្វីទៅបងអ្វីដែលខ្មៅនេះជាអ្វីទៅនិយាយសំឡេងតិចចង់ឲ្យគ្រប់គ្នានៅក្នុង internet cave ដឹងមែនទេបងប្រាប់ខ្ញុំតាមការពិតបងជាអ្នក hacker មែនទេនេះហៅថា cheat មែនទេនេះហៅថា scrape swipe ប្រវត្តិពេញលេញមានខុសគ្នាធំណាស់ cheat គឺបំផ្លាញទល់ឲ្យភាព game scrape គ្រាន់តែជំនួសមនុស្សធ្វើសកម្មភាពដដែលតាមសារៈសំខាន់វាគ្រាន់តែជាអ្នកនាំផ្សាយដែលមិនចេះនឿយហត់អញ្ចឹងវាអាច form បានប្រមាណក្នុងមួយថ្ងៃមួយគ្រឿងដំណើរការ24ម៉ោងពេញយ៉ាងតិច1លាន gold ម៉ាស៊ីនមួយអាចបើកបាន3 account បងបង្រៀនខ្ញុំនឹងធ្វើជាមួយបងធ្វើអ្វីខ្ញុំនឹងធ្វើអ្វីនោះអូនថតដឹងទេភាពខុសគ្នាធំបំផុតរវាងមនុស្សនិងមនុស្សជាអ្វីអ្នកក៏ស្វែងរកលុយអ្នកវណ្ណៈកណ្ដាលស្វែងរកទ្រព្យសម្បត្តិអ្នកមានស្វែងរកសិទ្ធិជ្រើសរើសសិទ្ធិអ្វីពេលម៉ាស៊ីននេះរកលុយឲ្យខ្ញុំអាចទៅធ្វើរឿងផ្សេងនេះហៅថាសេរីភាពពេលវេលាការប្រឡងចូលមហាវិទ្យាល័យវាស់ពិន្ទុសង្គមវាស់ការយល់ដឹងអ្នកបានប្រមាណពិន្ទុ300,000លានគិតថាអ្នកនឹងគេមិនមែនជាមនុស្សក្នុងពិភពតែមួយមែនទេប្រាកដហើយគេអួតខ្លាំងដល់ថ្នាក់លើកច្រមុះឡើងមេឃប៉ុន្តែក្នុងភ្នែកខ្ញុំគ្មានអ្វីខុសគ្នាទេព្រោះអ្នកទាំងអស់គ្នាមិនបានដឹងថារឿងដែលរកលុយពិតប្រាកដមិនដែលបង្រៀននៅសាលាទេបងថ្ងៃនេះបងមិនប៉ុន្មានថ្ងៃនេះបងដូចជាបដូរជាមនុស្សម្នាក់ទៀតបងត្រូវអ្វីមួយចូលខ្លួនមែនទេទៅចុះឆ្នាំ2009ពោពេញដោយឱកាសមាសខ្ញុំមិនចាំបាច់ទស្សន៍ទីអនាគតទេខ្ញុំគ្រាន់តែប្រើអ្វីដែលខ្ញុំរៀនបានក្នុងរយៈពេល43ឆ្នាំដើរផ្លូវនេះម្ដងទៀតប៉ាម៉ាក់ជីវិតនេះខ្ញុំនឹងមិនឲ្យអ្នករងចាំយូរទៀតទេញ៉ាំម្លឹកប៉ាម៉ាក់ខ្ញុំមានរឿងចង់ប្រាប់ខ្ញុំបានយល់ហើយរឿងរៀនឡើងវិញខ្ញុំនឹងទៅសាលាព្រឹកស្អែកខ្ញុំចង់ខ្ចីលុយ2000ថាអ្វី2000ក្នុងមួយខែខ្ញុំនឹងសងទាំងដើមទាំងចំណេញ2000យក2000ទៅធ្វើអ្វីទៅ internet cave លេង game កុំប្រញាប់ខឹងកុំប្រញាប់ឲ្យខ្ញុំមិនខឹងបានទេមិនរៀនឡើងវិញក៏ចប់បើកមាត់មកសុំ2000ភ្លាមដឹងទេ2000មានន័យអ្វីប្រាក់ខែខ្ញុំមួយខែមានតែ1200ប៉ាខ្ញុំមិនមែនទៅលេង game ទេធ្វើអ្វីពិតប្រាកដប្រាប់ហើយប៉ាក៏មិនជឿប៉ុន្តែក្រោយមួយខែខ្ញុំនឹងសងប៉ា5000យកអ្វីមកសងកូនជាសិស្សវិទ្យាល័យក្នុងមួយខែទៅរកប្រាក់5000នៅណាបានអ្នកគ្រាន់តែជឿខ្ញុំម្ដងនេះតើអ្នកគិតថាលុយរបស់ខ្ញុំនិងម៉ាក់អ្នកបានមកពីខ្យល់បក់មកមែនទេឈ្មោះក្រោយរបស់អូនស្រីអ្នកខ្លាយរៀនថ្នាក់បំពន់មិនទាន់បងទេដឹងឬអត់ខ្ញុំដឹងជីវិតមុនយូរព្រោះមិនបានចូលថ្នាក់បំពន់ពិន្ទុបានធ្លាក់ចុះខ្លាំងចុងក្រោយសូម្បីវិទ្យាល័យក៏មិនអាចប្រឡងចូលបានប៉ុន្តែជីវិតនេះខ្ញុំមិនអាចឲ្យនាងលំបាកទៀតទេ2000យន់មិនមែនជាការចំណាយទេវាជាក្របពូជប៉ាឲ្យខ្ញុំមួយខែក្រោយខ្ញុំនឹងសងទាំងដើមទាំងការប្រាក់បើខ្ញុំធ្វើមិនបានខ្ញុំនឹងត្រឡប់ទៅរៀនឡើងវិញបើប្រឡងមិនបាន500ពិន្ទុខ្ញុំនឹងមិនជោគផ្ទះនេះទេពាក្យដែលអ្នកនិយាយមុននេះហ៊ាននិយាយម្ដងទៀតទេមួយខែធ្វើមិនបានខ្ញុំរៀនឡើងវិញនេះជាថ្លៃរៀនថ្នាក់បំពន់តែរៀនសម្រាប់យូរមុននេះ1800ខោយ៉ាចេញជាយួនខ្ញុំនឹងជឿអ្នកម្ដងនេះប៉ុន្តែចាំអ្វីដែលអ្នកបានសន្យាខ្ញុំមួយខែធ្វើមិនបានអ្នកត្រូវតែទៅរៀបការចូលសាលាដោយស្មោះត្រង់200ជាលុយសម្ងាត់របស់នាងដែលលាក់ក្នុងហោប៉ៅឲ្យចង្កេះជីវិតមុនខ្ញុំមិនដឹងរឿងទាំងនេះទេជីវិតនេះខ្ញុំត្រូវចងចាំគ្រប់យ៉ាងយូរឥឡូវមិនទាន់ញ៉ាំទេខ្ញុំត្រឡប់មកញ៉ាំចេញជីដាំសេចថ្លៃប៉ុន្មាន140 120មិនបញ្ចុះទេ120សាច់ប្រាក់បានយកទៅថ្ងៃទី4កន្នី4នៅលើអ៊ីនធឺណិតពេលតែមួយសីតុណ្ហភាពកាតក្រាហ្វិកនៅជិត90ដឺក្រេជានិច្ចសំណាងល្អហ្គេមឆ្នាំ2009បិទ effect ទាំងអស់ដែលអាចបិទបានម៉ាស៊ីនចាស់នៅតែអាចទ្រាំទ្របាន128កន្នី1.15កន្នីអត្រាបិទកន្នី 20% អ្វីដែលនៅសល់គ្រប់គ្រាន់ Fan Feng Ye
ឆ្នាំ2009 Pet Factory មានរបស់ល្បីពីរតម្លៃរៀងខ្លួនគឺ1450ទៀបជាងទីផ្សារ 30% គ្រប់គ្រាន់ឲ្យពាណិជ្ជករណាម្នាក់ចាប់អារម្មណ៍គួរតែមានអ្នកទិញមែនទេ1377យ៉នឆ្នាំ2009ប្រាក់ខែមនុស្សធម្មតាមួយខែ1200ខ្ញុំបានប្រាប់4ថ្ងៃផេងសេភ្ញាក់ឡើងដល់ពេលត្រឡប់ទៅសាលាដាក់ជម្រើសមានន័យអ្វីក្នុងបន្ទប់មានម៉ាស៊ីន4បន្តមួយសប្តាហ៍ទៀតផ្នែកបន្ថែមមួយគឺសម្រាប់អ្នកក្មេងអ្នកនៅទីនេះ4ថ្ងៃហើយភ្នែកក្រហមដូចទន្សាយប្រាប់ខ្ញុំតាមត្រង់អ្នកធ្វើអ្វីក្នុងបន្ទប់រកលុយហា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 ល្អណាស់អាយុតិចតែចូលចិត្តធ្វើរឿងធំកុំប៉ះខ្សែភ្លើងនិងខ្សែបណ្ដាញបើផ្ដាច់ភ្លើងខ្ញុំនឹងរកអ្នកបានខ្ញុំនឹងមើលឲ្យអ្នកតទីនេះមិនឲ្យផ្ដាច់ភ្លើងជំរើសទី1របស់ខ្ញុំសាកលវិទ្យាល័យហិរញ្ញវត្ថុជានិនផ្នែកកណេជំរើសទី2សាកលវិទ្យាល័យហិរញ្ញវត្ថុជានិនផ្នែកគ្រប់គ្រងហិរញ្ញវត្ថុជំរើសដែលនៅសល់បំពេញតាមចិត្តព្រោះជំរើសទី1ប្រកាសជាជាប់ KG ប្រកាសហើយ405ពិន្ទុដាក់ Gen Finance នោះប្រកាសជាជាប់កុំនិយាយបែបនេះនៅតែត្រូវរងចាំលិខិតជូនដំណឹងចូលរៀនមនុស្សខ្លះបំពេញចំណងទី1ដាក់សាលាដែលជួនក៏គ្មានប្រយោជន៍យ៉ាងណាក៏មិនអាចទៅណាបានលេងយួនចំណងទី1របស់អ្នកដាក់អ្វីចង់ឲ្យខ្ញុំជួយតាក់ទងថ្នាក់រៀនឡើងវិញទេអ្នកដែលនៅជាន់ក្រោមផ្ទះខ្ញុំវិតម្លៃពិន្ទុប្រឡងចូលមហាវិទ្យាល័យបញ្ចុះ320ពិន្ទុប្រហែលជាអាចបញ្ចុះបន្ថែមទៀតលីយ៉ាងអ្នកនិយាយថានរណាអ្នកក៏បានតែ360ពិន្ទុមានមុខសាច់អ្នកអតី360ក៏គួរ